ថ្ងៃនេះយើងមិននិយាយអំពីមនុស្សណាម្នាក់ទេតែយើងនិយាយអំពីប្រព័ន្ធដែលយើងរស់នៅក្នុងវារាល់ថ្ងៃតែយើងមើលមិនឃើញវាអំណាចសពថ្ងៃមិនត្រឹមតែនៅក្នុងការិយាល័យធំទេវានៅក្នុងលិខិតអនុញ្ញាតវានៅក្នុងត្រាវានៅក្នុងការសម្រេចចិត្តដែលគ្មានអ្នកណាបានឮសំណួរនៅថ្ងៃនេះគឺតើប្រព័ន្ធកំពុងបម្រើប្រជាជនឬប្រជាជនកំពុងបម្រើប្រព័ន្ធនេះគឺនយោបាយក្រមាស់ទី1អំណាចដែលមើលមិនឃើញយើងគិតថាអំណាចគឺជាអ្វីដែលឃើញបានតំណែងតួអង្គសន្ទរកថាតែអំណាចពិតប្រាកដស្ថិតនៅក្នុងរចនាសម្ព័ន្ធអ្នកត្រូវរងចាំប៉ុន្មានថ្ងៃសម្រាប់សេវាសាធារណៈអាជីវកម្មតូចមួយត្រូវឆ្លងកាត់ប៉ុន្មានជំហានការសម្រេចចិត្តមួយត្រូវការយល់ព្រមពីប៉ុន្មានថ្នាក់ប្រសិនបើប្រព័ន្ធយឺតជីវិតអ្នកក៏យឺតប្រសិនបើប្រព័ន្ធស្មុគស្មាញឱកាសអ្នកក៏តូចនេះមិនមែនបញ្ហាបុគ្គលតែនេះជាបញ្ហារចនាសម្ព័ន្ធអំណាចទី2គោលនយោបាយល្អតែអនុវត្តខ្សោយគោលនយោបាយភាគច្រើនសរសេរថាមានគោលដៅល្អមានចក្ខុវិស័យល្អប៉ុន្តែសំណួរមួយត្រូវតែលើកឡើងតើមានធនធានគ្រប់គ្រាន់ដែរឬទេតើមានប្រព័ន្ធត្រួតពិនិត្យដែរឬទេតើមានការវាស់វែងលទ្ធផលដែរឬទេបើគ្មានគោលនយោបាយនោះខ្លាចជាពាក្យស្លោកប្រព័ន្ធដែលមិនវាស់លទ្ធផលមិនដឹងខ្លួនឯងបរាជ័យទេប្រព័ន្ធដែលមិនទទួលខុសត្រូវនឹងបន្តកំហុសដោយគ្មានការកែប្រែប្រជាជនមិនទាមទារពាក្យសន្យាតែប្រជាជនទាមទារលទ្ធផលទី3ផលប៉ះពាល់លើប្រជាជនពេលប្រព័ន្ធខ្សោយអ្នកដែលរងផលប៉ះពាល់មុនគេគឺជាមនុស្សធម្មតាដូចជាអ្នកធ្វើការប្រចាំថ្ងៃអាជីវកម្មតូចយុវជនស្វែងរកឱកាសប្រព័ន្ធដែលមិនមានភាពជឿជាក់បង្កើតភាពភ័យខ្លាចប្រព័ន្ធដែលមិនបើកចំហបង្កើតការសង្ស័យភាពជឿជាក់មិនកើតពីការផ្សាយពាណិជ្ជកម្មតែវាកើតចេញពីភាពតម្លាភាពនិងការទទួលខុសត្រូវសំណួរមិនមែនថាអំណាចស្ថិតនៅដៃអ្នកណានោះទេប៉ុន្តែសំណួរដែលត្រូវសួរគឺតើប្រព័ន្ធអាចរស់រានបានដោយគ្មានបុគ្គលណាម្នាក់ទេប្រព័ន្ធដែលរឹងមាំត្រូវមានច្បាប់លើមនុស្សតម្លាភាពលើសការស្ងាត់ទិន្នន័យលើអារម្មណ៍ប្រព័ន្ធល្អមិនខ្លាចការពិតម៉ាស់នេះមិនមែនសម្រាប់លាក់មកទេតែវាសម្រាប់ការការពារពេលនិយាយអំពីបញ្ហាការពិតដែលធ្ងន់ធ្ងរថ្ងៃនេះយើងមិនវាយប្រហារទៅលើមនុស្សទេតែយើងសួរអំពីប្រព័ន្ធព្រោះនៅចុងក្រោយប្រទេសមួយមិនរឹងមាំដោយសារអំណាចប៉ុន្តែរឹងមាំដោយសារប្រព័ន្ធដែលមានប្រជាជនជឿជាក់នេះគឺនយោបាយក្រមាស់សំណួររបស់យើងនឹងបន្តនៅវីដេអូក្រោយ